Virgil van Dijk នៅតែមិនទាន់អាចបញ្ជាក់ជំវិញរឿងអនាគតរបស់ខ្លួនជាមួយនឹង Liverpool Virgil van Dijk បាននិយាយក្នុងបទសម្ភាសន៍មួយថាខ្លួនគេពេលនេះមិនអាចបញ្ជាក់ពីអ្វីនៅឡើយនោះទេជំវិញរឿងអនាគតនៅពេលដែលគេដឹងថានឹងមានរឿងអ្វីកើតឡើងនៅពេលដែលចប់រដូវកាលគិតមកដល់ពេលនេះគ្មានអ្នកណាជជែកនិងរំលឹករឿងកុងត្រាថ្មីជាមួយនឹងរូបគេឡើយគេបញ្ជាក់ផងដែរថាជំវិញរឿងនេះបើសិនមានអ្នកណាគេដែលនិយាយថាគេដឹងពីរឿងអនាគតរបស់គេនោះមានន័យថាគេកុហកហើយព្រោះសូម្បីតែខ្លួនគេផ្ទាល់ជាសម្បីខ្លួនក៏មិនដឹងដែរថានៅចប់រដូវកាលនេះនឹងត្រូវធ្វើយ៉ាងណានោះទេគេដឹងថានៅ Liverpool មានកីឡាករឆ្នើមដល់ទៅ3រូបដែលជិតនឹងផុតកុងត្រាហើយពួកគេនឹងត្រូវដើរចេញពីក្លឹបនៅពេលចប់រដូវកាលនេះប្រសិនបើពួកគេមិនអាចបន្តកុងត្រាថ្មី Virgil van Dijk ជាកីឡាករម្នាក់ក្នុងចំណោម3នាក់នោះរួមមានកីឡាករ Mohamed Salah និង Alexander Arnold